នាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំលើកទឹកចិត្តនិងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាយកករណីប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំតាក្របីតំបន់មុខ3កោះកុចនិងដែនសមុទ្រត្រួតស៊ីគ្នាប្តឹងទៅតុលាការអន្តរជាតិ ICJ ជាផ្លូវការជៀសវាងគ្រាន់តែនិយាយឲ្យមិនធ្វើទី2រដ្ឋាភិបាលត្រូវធ្វើបច្ចុប្បន្នភាពពីដំណើរការបណ្ដឹងទៅតុលាការអន្តរជាតិឲ្យបានទូលំទូលាយនិងជាសាធារណៈជូនពលរដ្ឋជ្រាបទី3រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ចប់ការចរចាទ្វេភាគីជាមួយថៃ4រដ្ឋាភិបាលខ្មែរផ្ដល់សច្ចៈប័ណ្ណលើច្បាប់សមុទ្រ UN Clause ទី5រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃត្រូវតែគោរពដាច់ខាតនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ1991